ខ្ញុំជឿថានៅពេលដែលនិយាយពី color grading អ្នកនរច្បាស់ជាស្គាល់ film box ច្បាស់ជាស្គាល់ Dehancer ឬក៏ rapid grade អីជាដើមក៏ប៉ុន្តែថ្ងៃនេះខ្ញុំនឹងណែនាំ plugin ថ្មីដែលធ្វើឡើងដោយកូនខ្មែរតែម្ដងហើយខ្ញុំទៅទទួលបាន plugin ពីគាត់ទេខ្ញុំអត់ទាន់បានហ៊ានតេស្តទេខ្ញុំចាំមកតេស្តជាមួយអ្នកនរគ្នាចង់ដឹងថា plugin កូនខ្មែរដែលបង្កើតគឺអែមដល់កម្រិតណាតោះឥឡូវកុំឲ្យខាត់ពេលយូរយើងទៅសាក color grading ទាំងអស់គ្នាអញ្ចឹង plugin មួយនោះគឺមានឈ្មោះថា Real Scale ដែលបង្កើតឡើងសម្រាប់ DaVinci ផ្ទាល់អញ្ចឹងកុំឲ្យខាត់ពេលយូរឥឡូវយើងទាញយកមកដាក់ទាំងអស់គ្នាអូខេគ្រាន់តែទាញមកហ្នឹងក៏អ្នកនរគ្នាឃើញ mood and tone ហ្នឹងក៏អែមដែរហើយខ្ញុំនិយាយមែនតើណាអូខេឥឡូវខ្ញុំ reload មួយដាក់ Real Scale ហើយ Real Scale sẽខុសទៀតអូខេបន្ទាប់មកចំណុចដំបូងអូខេចំណុចដំបូងគឺ preset look មាន2មាន none អូខេអានេះទី1 clean natural ហើយបន្ទាប់មក cinematic អូខេអ្នកគ្នាមើល mood ពីរហ្នឹងអូខេឥឡូវខ្ញុំឆ្លាញ់បែប cinematic ខ្ញុំទៅមក rule សិនថាយើងអាចកែអីបានខ្លះអូខេមើល master bypass អូខេបន្ទាប់មក working color space អញ្ចឹងកន្លែងនេះគឺអាស្រ័យទៅលើអ្នកទាំងអស់គ្នាថា working color space របស់អ្នកទាំងអស់គ្នាមួយណាសម្រាប់ខ្ញុំគឺ DaVinci Vigamut intermediate ហើយចំណុចបន្ទាប់ទៀតគឺតាក់ទងជាមួយនឹង Vibrant អ្នកទាំងអស់គ្នាសង្កេតមើលថាពណ៌វាមិនដែរបើសម្រាប់ខ្ញុំវាឃើញរៀងក្រហមខ្ញុំមើលកន្លែង scope របស់យើងណាអូខេអញ្ចឹងខ្ញុំអាចទាញ temperature ហ្នឹងមករៀងខៀវតិចមកនិយាយទៅអាស្រ័យលើអ្នកទាំងអស់គ្នាទេតើអ្នកគ្នាស្រឡាញ់ mood បែបណាអញ្ចឹងណាអូខេ thin តើតើមួយ thin អ្នកគ្នាស្រឡាញ់រៀងបៃតងឬក៏រៀងឈូកអូខេខ្ញុំចង់បានបែប film អញ្ចឹងគឺខ្ញុំទាញរៀងមកបៃតងបន្តិចអូខេបន្ទាប់មក tone អូខេខ្ញុំក៏អត់ដឹងដូចគ្នាខ្ញុំកំពុងតែរាវសាកចង់ដឹងថាមានអីខ្លះអញ្ចឹងណាអូខេ dark leaf អូខេអានេះតើតើជាមួយនឹងកន្លែងដែលវាស្តៀងទៅនឹង exposure ដែរអូខេអាក្រោមនេះគឺ exposure ឥឡូវខ្ញុំទាញបត់ឡើងតិចអូខេ contrast ខ្ញុំអត់ចង់បានទេខ្ញុំ reset ចេញtone compress កន្លែងនេះcompress វាពីកន្លែង dark ហើយនិងកន្លែង highlight អញ្ចឹងណាអញ្ចឹងខ្ញុំអត់ត្រូវការទេហើយ shadow ខ្ញុំត្រូវការទាញឡើងបន្តិចខ្ញុំអត់ចង់បានល្ងឹតខ្លាំងពេកខ្ញុំអត់ចង់បាន contrast ខ្លាំងពេកអញ្ចឹងខ្ញុំទាញឡើងបន្តិចអូខេបើនៅស្ទើរយើងថែមបន្តិចទៀតបន្ទាប់មក shadow range យើងមើលមកគេយើងទាញមកនេះកន្លែងនេះគឺកន្លែង shadow ដូចគ្នាអ្នកគ្នាចង់ dark ឬក៏ភ្លឺជាងហ្នឹងអាស្រ័យទៅលើអ្នកនរគ្នាហើយបន្ទាប់មកកន្លែងនេះគឺ highlight អូខេពាក្យបច្ចេកទេសគឺគាត់អត់មានបានដូចច្រើនទេគឺងាយក្នុងការយល់ highlight យើងចង់បានកម្រិតណាអូខេខ្ញុំសង្ឃឹមថាអ្នកនរគ្នាស្គាល់ highlight ស្គាល់ shadow ណាអូខេអានេះ highlight រែងដូចគ្នាអានេះគឺអត់អាចទាញខ្លាំងបានទេអ្នកនរគ្នាទាញខ្លាំងទៅវាអាចប៉ះពាល់ណាហើយ S curve មើលយើងសាកទាញមើលអូខេអាហ្នឹងតើតើជាមួយនឹង contrast អាកន្លែងshadow កន្លែង highlight អញ្ចឹងណាអូខេបន្តមកទៅបន្តទៀតតើតើជាមួយនឹង density នេះកន្លែងនេះគឺយើងមាន density វាច្រើនពណ៌ដែរមាន1 2 3 4 5 6យើងមាន6ពណ៌អូខេឥឡូវតើតើជាមួយនឹង red អ្នកនរគ្នាចង់ឲ្យ density វាកម្រិតណាខ្លាំងកម្រិតណាអញ្ចឹងណាអូខេខ្ញុំទាញតម្លាក់ឯងទីខ្ញុំចង់រសារតែស្បែកមនុស្សយើងវាមានជាតិពណ៌ក្រហមដែរអញ្ចឹងអ្នកនរគ្នានៅពេលដែលខ្ញុំទាញទៅអ្នកនរគ្នានឹងឃើញផ្លាស់ប្ដូរពណ៌ទៅលើមុខរបស់គាត់ហើយអូខេអញ្ចឹង density គឺខ្ញុំអត់ទាញទៅខាងស្ដាំទេខ្ញុំចង់បានយ៉ាងពលឺបន្តិចហើយពណ៌លឿងក៏នៅលើមុខរបស់គាត់ដែរស្បែកមនុស្សវាមានពណ៌ពីរហ្នឹងក្រហមហើយនិងលឿងហ្នឹងអាស្រ័យទៅលើ environment ឬការវាយភ្លើងរបស់យើងជាដើមអ
ចឹងអ្នកគ្នាអាចទាញបានគឺវា select ឲ្យល្អមែនតើអ្នកគ្នានេះខ្ញុំមិនចេះនិយាយណាលឿងគឺលឿងក្រហមគឺក្រហមហ្មងដូចអ្នកគ្នាបានមើលចឹងអ្នកគ្នាស្រឡាញ់កម្រិតណាអ្នកគ្នាសេរីកម្រិតហ្នឹងទៅអូខេពណ៌បៃតងគឺអ្នកគ្នាបានឃើញនៅក្នុងនេះគឺមានផ្កាបន្តិចពណ៌ហ្នឹងចឹង density វាអ្នកគ្នាចង់ឲ្យ deep ខ្លាំងប៉ុណ្ណាអូខេស៊ីយ៉ាងច្បាស់ជាឃើញជាងគេហើយដោយសារតែអានេះខ្ញុំថតពេលយប់ហើយខ្ញុំវាយយក moonlight អ្នកគ្នាឃើញវាយ៉ាងផ្លាស់ប្ដូរយ៉ាងខ្លាំងជាងគេអា blue ហើយនឹងស៊ីយ៉ាងហ្នឹងចឹង deep ហ្នឹងចង់ឲ្យវាប៉ុណ្ណាយើងអាចសេរីបានអូខេ blue ដូចគ្នាចឹងអានេះវាតាក់ទងជាមួយនឹង density ចឹងស៊ីយ៉ាងនៅនឹង blue ហ្នឹងអ្នកគ្នាចង់ឲ្យវាមាន density contrast ខ្លាំងកម្រិតណាអូខេអ្នកគ្នាតាមចំណង់ចំណូលចិត្តរបស់អ្នកគ្នាដែរអ្នកគ្នាចង់បានបន្តមកចូលមក color អានេះគឺ adaptive saturation ចឹង saturation អ្នកគ្នាចង់បានខ្លាំងកម្រិតណាចង់តម្លាក់ឬក៏តម្លើងអាស្រ័យលើអ្នកគ្នាចឹងតើតើជាមួយនឹង color film គឺខ្ញុំអត់ចង់បាន contrast ខ្លាំងពេកទេអត់ចង់បាន high saturation ខ្លាំងពេកទេចឹងគឺខ្ញុំមើលមកល្មមយើងមើលភ្នែកផងយើងមើល waveform ផងចឹងណាអ្នកនរគ្នា Vitascope ផងអីផងចឹងទៅដោយសារភ្នែកយើងពេលខ្លះវាអត់ 100% ទេប៉ុន្តែក៏យើងត្រូវ train ភ្នែករបស់យើងនឹងឲ្យវាជំនាញដែរនៅក្នុងការមើលពណ៌មើលអីហ្នឹងនៅក្នុងនាមជាអ្នកកែ color បន្តមកអ្នកនរគ្នាមើលអាកន្លែងនេះ subtractive saturation ចឹងវាស្តៀងគ្នាទេអា3ហ្នឹងតើតងជាមួយនឹង color អ្នកនរគ្នាអាចមើលបានតាមចំណង់ចំណូលចិត្តរបស់អ្នកនរគ្នាចឹងណាអូខេបន្តមកនេះ pleach bypass អូខេវាស្តៀងគ្នាទេអ្នកនរគ្នាចឹងស៊ីសងលើអ្នកគ្នាចង់បាន mood បែបណាចង់បានប៉ុណ្ណាខ្លាំងកម្រិតណាអូខេឥឡូវផុតពី color មក split tone ខ្ញុំជឿថាអ្នកនរគ្នាយល់ពី split tone ហើយចឹងឥឡូវយើងមើលមកថា tool មួយនេះ split tone បានខ្លាំងកម្រិតណានិយាយទៅគឺអានេះអត់ឲ្យដាច់ហ្មងទេទោះបីយើងឡើងផុតឬក៏តម្លាក់ចុះផុតក៏ដោយគឺ split អត់ឲ្យដាច់របៀបថាដាច់ contrast អា tone របស់យើងជាមួយនឹង background ជាមួយ highlight ជាមួយ shadow អីចឹងណាអ្នកគ្នាអាចមើលបានចឹងយើងស្រឡាញ់កម្រិតណាឥឡូវ split balance ម្ដងអ្នកគ្នាមើលនៅពេលដែលកែបើសិនជាឧទាហរណ៍ថាមើលនៅ footage ហ្នឹងវាអត់សូវផ្លាស់ប្ដូរខ្លាំងទេអ្នកគ្នាអាចមើលscope របស់យើងបានថាវាផ្លាស់ប្ដូរទៅលើចំណុចមួយណាអញ្ចឹងណាដោយសារតែដំណាក់កាលវាមានច្រើនវាមាន detail ខ្លាំងមែនតើអូខេគឺថាប៉ុណ្ណឹងអូខេបន្តមកតតងជាមួយនឹង film texture enable film grain អាយ៉ាមាន grain ទៀតកប់សេរី custom មាន16អូខេវាមាន35វាមាន65អូខេចឹងអ្នកគ្នាអាចមើល detail របស់ grain បាន16 grain ប៉ុណ្ណា35 grain ប៉ុណ្ណា65 grain ប៉ុណ្ណាចឹងគឺខ្ញុំដាក់ត្រឹម65ខ្ញុំឆ្លាញ់ប៉ុណ្ណឹងហើយអ្នកគ្នាអាច custom ដៃខ្លួនឯងបានបន្ថែមទៀតថាអ្នកគ្នាឆ្លាញ់ grain ប៉ុណ្ណានៅក្នុង65ហ្នឹងចឹងណាចឹងខ្ញុំដាក់មកល្មមកុំខ្លាំងពេកយើងទៅមើល detail បន្តិចនិយាយទៅអ្នកនរគ្នានៅពេលដែលយើង color grade គឺយើងអត់អាចទាញខ្លាំងទាញមកទំហឹងដៃមនុស្សចាស់បានទេយើងគឺត្រូវថ្នមតិចហើយបើថាវាជ្រុលដៃហើយយើង reset មក grade saturation អូខេ saturation តើតងជាមួយនឹង grade in shadow អូខេអូ detail មែនតើកន្លែង grade នេះ grade កន្លែង shadow grade កន្លែងmid tone យើងចង់បាន grain ប៉ុណ្ណានៅលើស្បែកហ្នឹងអញ្ចឹងអ្នកនរគ្នាអាចមើលបានខ្ញុំទាញកន្លែង grain in mid tone អញ្ចឹងគឺវាប៉ះពាល់តែទៅលើ mid tone របស់យើងទេ grain ហ្នឹងណាអញ្ចឹងបើសិនជាឧទាហរណ៍ថាយើងចង់បាន grain នៅលើមុខតិចខ្លាំងបំផុតអត់សូវមានអញ្ចឹងយើងតម្លាក់អស់មកអត់មាន grain ទេប៉ុន្តែវាមាន grain ជាប់នៅខាងលើនេះដែលយើងបានដាក់ grain stock
từng mù lại còn đấy bà sẽ dương trong bật thêm tiệt chắc nên lơ mít thốn đã từ anh ấy highlight và trong bật thêm tiết có đã từ và to màu sẽ tôn cho mùi nâng halation hay nâng bloom vậy dạ cái này như cứ em mình tên sẽ tôn cho mùi nâng halation bloom là đó khi ai preview mơ bán dạ bắt bà con ok nào khi sang kết mơ cái này halation nó cứ sẽ tôn cho mùi nâng highlight này nào khi khơi blur up chẳng nào khi sờ lạnh cầm rật ná bloom lại những mô tô những bạc ở nào khi xuống mới ở nào khi xuống mới thà halation là bloom năng về mạch sai trong ban tầm hôm bên ná lô nắng trong ban tu tế ok lại những trong ban tu tế hay bloom nắng nhưng mặt sư trong ban ở time bên lơ halation mà tới những đạn tinh tế halation nhưng tờ lẹ tham tiết nhưng đã bà hai chia hà sập hiện rồi hay tao mong nhưng tao lại bloom tí tiết ok này chỉ là tập ho sầm rạch bỏ dương đã đó khăn nè nhưng mẹ đóng tha plugin muốn cứ thu mà xin maintain cho mới nhóm preview anh đó khăn nè mới mẹ đóng tha vì out slow rồi nè khăn nè mơ lại frame rate lại nè cứ vì hột mà pay buôn pin mong tham lai nhóm cứ mà pay buôn frame chẳng cứ vì hốt pin mong vì thầy cho nãy p mình tích gì sang thảo up cho nãy p mong là bây giờ rip nào này anh mơ bán before and after ai rồi nhưng mà làm tha em khả năng rico khả lâu muốn ấy thử tại mua cho mùi năng p giúp nào này chăm tiết nhôm năng xa cho mùi năng p thằng là nào này mơ bán ok hay bắt đầu mau trong khỏi một phút nữa cứ np là nào đó kia miền footage tham mấy nào đó kia ở trong coi adjust mùi chẳng mà đong tiết nào kia ai export lặp tranh bàn vậy đó cứ em mình tên ta thông cho mùi năng plugin mùi này nhung hiền vậy ta khi vì mình si đa cho plugin là nơi khả sọc bộ bò tê có vơ tế có bàn tay và bên này cứ mình on tế nào đó kia vậy đại PC nó cứ nhôm sờ lạnh trên cái nó cứ thu mà xin cứ việc ắt tăng mà xin chẳng á chỉ thằng mình áp plugin này nhôm pra rapid critical đi enhancer đã máu cứ tăng mà xin ngang một nào đó kia chẳng project thông mấy đã máu cứ keng mà xin bên tắc bên đầy còn bàn tay plugin money cứ thu mà xin đôi thì nhôm ban playback ở này đó kia mời chẳng cứ on bên tẹo mà xin tế ok lại cũng nói KPU dương từ xa footage mùi tiết này nhôm thọt về thằng ấy ok anh ấy cứ chia footage đây nhôm thọt về thằng ấy lại nhôm đã cinematic được cái này trong đăng thà việcแบบná ok nào thì anh mới khơi còn đã cho mất cứ mẹ đồng thà play bên tên cinematic tam đó hai contrast tí còn ấy dương ai adjust tam năng bán ok bạn đi nào thì anh mơ before and after bán bỏ oh shit cầm sợi hal mà em món nào rồi nè nhưng mà vậy lên đôi nào này ban khơi nhom có phải trâu đây hai thu nước nông ní cứ nhom cái thà toàn sơ miền chả là tế chẳng nhom sừng khăm thà bông rót năng đi vào lọc thái mà miền thu can tại chả ấn người sơ đồ nông cà pra chỉ biết cứ sầm nông pop toa vì nhóm cứ chẳng bông thèm lục bảo bó cứ miền tập pì tế bạn hai thu đây xem đi vào lọc thèm có rất là em này là đọc nè chẳng này cứ chơi chùm hiên tì mùi này ca develop lặt bỏ code chẳng nhung sẵn khâm thà nè tỏ khá niên là bê đại lặt này lao chánh nè tỏ khá niên nâng chui control cái hạ thà bà là tập họ côn khả mà ok trong cái video bà dân cư miền tập bản năng tế bà xin chào nào khá niên chui chất đã tông chung mùi nâng video bà năng complete comment nâng kháng khám hay complete follow bà xin chỉ chọn bán video còn thành bà năng tiết